អញ្ញាតនាងខ្ញុំសូមគោរពនៅគម្រោងវីរភាពដ៏អស្ចារ្យរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលជាអតីតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានិងជាប្រធានព្រឹទ្ធសភាក៏ដូចជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាដែលសម្ដេចទាំងពីរបានដាក់ចេញនូវគោលនយោបាយយ៉ាងអស្ចារ្យក្នុងកិច្ចការពារដែនដីអធិបតេយ្យបូរណភាពទឹកដីនិងប្រជាជនកម្ពុជាពីការឈ្លានពានដ៏ព្រៃផ្សៃរបស់ប្រទេសថៃមកលើប្រទេសកម្ពុជាយើងជាមួយគ្នានោះនាងខ្ញុំក៏សូមសម្ដែងនៅការគោរពដឹងគុណចំពោះវីរភាពអង្អាចក្លាហានរបស់បងវីរៈកងទ័ពក៏ដូចជាវីរៈនគរបាលជួរមុខទាំងអស់ចំពោះការតស៊ូលះបង់បូជាកាយថ្វាយជីវិតដើម្បីការពារដែនដីអធិបតេយ្យបូរណភាពទឹកដីកម្ពុជាយើងហើយក៏សូមសម្ដែងនៅការគោរពចំពោះភាពអង្អាចរបស់លោកតាលោកយាយពុកម៉ែបងប្អូនពូមីងមាទាំងអស់ដែលរស់នៅតាមបណ្ដោយព្រំដែនហើយវត្តមានពុកម៉ែបងប្អូនបានដើរតួនាទីយ៉ាងសំខាន់ជាមហាកំផែងការពារដែនដីអធិបតេយ្យបូរណភាពទឹកដីកម្ពុជាយ៉ាងរឹងមាំបំផុតពុកម៉ែបងប្អូនជាទីគោរពថ្ងៃនេះវត្តមានរបស់ពួកយើងនៅទីនេះគឺក្នុងនាមព្រឹត្តិការណ៍ Rise for ខ្មែរដែលសមាគមសិល្បករខ្មែរសហការរួមជាមួយនឹងផលិតកម្មបារមី Production និងផលិតកម្មសបាយតារានៅប្រទេសបារាំងក្រោមការឧបត្ថម្ភដ៏ធំពីក្រុមហ៊ុន Royal Group ក្រុមហ៊ុន Chipmongland និងក្រុមហ៊ុន OCIC ដែលបានសហការរៀបចំការប្រគំតន្ត្រីដ៏ធំមួយនៅទីក្រុងប៉ារីសនៅប្រទេសបារាំងកាលពីថ្ងៃទី1ខែធ្នូឆ្នាំ2025កន្លងទៅដើម្បីជាការនាំយកនៅសិល្បៈវប្បធម៌ដ៏ល្អផូរផង់របស់ប្រទេសកម្ពុជានាសម័យតេជោធិបតីទៅសម្ដែងនៅលើឆាកអន្តរជាតិហើយ Rise for ខ្មែរក៏ជាសារដ៏មានសារៈសំខាន់មួយដើម្បីចង់ប្រាប់ទៅពិភពលោកថាប្រទេសថៃគឺជាអ្នកបង្កសង្គ្រាមឈ្លានពានមកលើកម្ពុជាយើងមុនលើសពីនោះ Rise for ខ្មែរក៏ជាចលនាមនុស្សធម៌ដ៏អស្ចារ្យមួយតាមរយៈ Rise for ខ្មែរនៅទីក្រុងប៉ារីសពួកយើងទទួលបានថវិកាចំនួន$80,000សហរដ្ឋអាមេរិកសម្រាប់ការរៀបចំជំនួយជាបន្តបន្ទាប់ជួយដល់បងប្អូនជនភៀសសិទ្ធិដែលរងគ្រោះពីសង្គ្រាមឈ្លានពានរបស់ប្រទេសថៃហើយនៅថ្ងៃនេះយើងទាំងអស់គ្នាពិតជាបាននាំយកមកនៅជំនួយដែលកើតចេញពីសន្តានចិត្តដ៏ស្មោះសរដើម្បីជូនដល់បងប្អូនយ៉ាងពិតប្រាកដពុកម៉ែបងប្អូនជាទីគោរពនៅពេលដែលការប្រយុទ្ធគ្នាជាមួយនឹងកងទ័ពថៃបានផ្ទុះឡើងកាលពីថ្ងៃទី24ខែកក្កដាឆ្នាំ2025កន្លងទៅប្រជាជនកម្ពុជាទាំងអស់បានតាមដានយ៉ាងយកចិត្តទុកដាក់និងមានភាពភ័យខ្លាចនិងមានការឈឺចាប់បំផុតថ្ងៃទី29ខែកក្កដាឆ្នាំ2025សង្គ្រាម5ថ្ងៃបានឆក់យកជីវិតរបស់មនុស្សជាច្រើនទាំងខាងប្រទេសថៃក៏ដូចជាខាងកម្ពុជាទាហានត្រូវព្រាត់គ្រួសារធម្មតាត្រូវព្រាត់ផ្ទះសម្បែងនៅក្នុងរយៈពេលជាច្រើនខែនេះយើងខ្ញុំទាំងអស់គ្នាពិតជាមានអារម្មណ៍ក្តុកក្តួលឆេះឆួលនិងមានភាពឈឺចាប់បំផុតក្នុងនាមជាខ្មែរសម្រាប់ការបាត់បង់និងការចាកចេញពីផ្ទះសម្បែងរបស់ពុកម៉ែបងប្អូនកិច្ចចេញពីសង្គ្រាមឈ្លានពានយ៉ាងសាហាវព្រៃផ្សៃម្ដងហើយម្ដងទៀតមកលើកម្ពុជានេះគឺជាសោកនាដកម្មនិងជាអក្រិតកម្មសង្គ្រាមបង្កឡើងដោយប្រទេសថៃដូច្នេះសូមបងប្អូនប្រជាពលរដ្ឋជនរួមជាតិទាំងអស់ត្រូវចងចាំនៅប្រវត្តិសាស្ត្រដ៏ឈឺចាប់មួយនេះសូមនាំគ្នារឹតបន្តឹងការសាមគ្គីភាពស្រឡាញ់គ្នាជួយគ្នាក្នុងគ្រាដ៏លំបាកនេះនាងខ្ញុំមកទីនេះមិនមែនដើម្បីបញ្ឆេះនៅកំហឹងអ្វីនោះទេក៏ប៉ុន្តែយើងត្រូវតែចងចាំនៅការប្រមាថមើលងាយពីខាងដែលយើងអាចហៅបានថាព្រៃគេមើលងាយយើងគេប្រមាថយើងដូច្នេះ
គឺជាពេលវេលារបស់ពួកយើងត្រូវក្រោកឈរឡើងដោយខ្លួនឯងត្រូវសាមគ្គីភាពគ្នាជាធ្លុងមួយត្រូវពហិការបានឲ្យដាច់ជាខាតឲ្យដាច់ខាតនៅផលិតផលរបស់ពួកប្រេបងប្អូនយល់យ៉ាងម៉េចដែរសូមបង្កើតការគ្រប់គ្រងនៅផលិតកម្មរបស់ខ្មែរក្នុងស្រុកឲ្យបានជាដាច់ខាតពេលណាយើងខ្លាំងគេនឹងខ្លាចយើងពេលណាយើងខ្លាំងគេអត់ហ៊ានជាមួយយើងទេទោះបីប្រទេសកម្ពុជាតូចកម្ពុជាមានប្រជាជនតិចក៏ប៉ុន្តែយើងត្រូវតែធ្វើខ្លួនយើងជាត្រីមួយថ្មីត្បិតតែត្រីដែលតូចតែគឺជាត្រីដែលមានពឹសបើសត្វធំចង់ស៊ីសត្វត្រីតូចក៏អ្នកឯងនឹងស្លាប់ដូចគ្នាដូច្នេះក្នុងន័យនេះគឺយើងទាំងអស់គ្នាត្រូវតែចូលរួមសាមគ្គីគ្នាជាដាច់ខាតកុំឲ្យការជជែកវែកញែកណាមួយបង្កើតទៅជាលេសធ្វើឲ្យបែកបាក់សាមគ្គីទោះបីក្នុងនយោបាយនិន្នាការណាក៏ដោយសូមបងប្អូនចងចាំថាសូម្បីតែទាហាននៅជួរមុខការពារដែនអធិបតេយ្យរបស់កម្ពុជាយើងពួកគាត់អត់ដែលបានគិតថាគាត់ប្រកាន់បពួកឬប្រកាន់និន្នាការណាទេគឺការពារយើងការពារទឹកដីរបស់យើងសូមបងប្អូនឲ្យតម្លៃអ្វីដែលជាការសាមគ្គីកុំឲ្យបែកខ្ញែកគ្នាឲ្យសោះដើម្បីកុំឲ្យការបដិញ្ញាចិត្តនៃការស្នេហាជាតិមួយនេះត្រូវចុះខ្សោយអសោះហើយពួកយើងពិតជាយល់ពីអារម្មណ៍នៃការបាត់បង់ការភ័យខ្លាចនារីប្រត់ប្រាស់ប៉ុន្តែភាពឈឺចាប់របស់ពុកម៉ែបងប្អូនក៏ដូចជាការឈឺចាប់របស់រាជរដ្ឋាភិបាលជាការឈឺចាប់របស់ប្រជាជនកម្ពុជាទាំង17លាននាក់ផងដែរជាពិសេសបងប្អូនជនរួមជាតិដែលរស់នៅជុំវិញពិភពលោកទាំងអស់គឺមានការឈឺចាប់ដូចគ្នាដូច្នេះសូមបងប្អូនកុំមានអារម្មណ៍ថាឯកោកុំអស់សង្ឃឹមពួកយើងត្រូវតែតស៊ូជាមួយគ្នាពង្រឹងសាមគ្គីភាពកាន់ដៃគ្នាទប់ទល់នឹងការឈ្លានពានមួយនេះតាមរយៈយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀមរបស់រាជរដ្ឋាភិបាលយើងហើយនៅក្នុងថ្ងៃនេះយើងទាំងអស់គ្នាមកទីនេះគឺលើសពីការនាំយកនៅអំណោយសប្បុរសធម៌មកដល់ជនបងប្អូនជនភាគសិទ្ធិពលគឺយើងចង់បង្ហាញពីអត្ថន័យដ៏ជ្រាលជ្រៅនៃចលនាជាតិនិយមដ៏រស់រវើកមួយដែលយើងទាំងអស់គ្នាចង់បញ្ជាក់ថាខ្មែរសាមគ្គីខ្មែរជួយខ្មែរសូមបងប្អូនត្រូវចាំថាកម្លាំងដ៏ធំរបស់កម្ពុជាគឺបានមកពីការឯកភាពការសាមគ្គីភាពរបស់ប្រជាជនខ្លួនមានតែប្រជាជាតិរូបរួមមួយប៉ុណ្ណោះទើបអាចការពារអធិបតេយ្យភាពរបស់ខ្លួនបានមានតែប្រទេសជាតិរូបរួមមួយប៉ុណ្ណោះដែលអាចផ្ដល់ឲ្យកងទ័ពរបស់ខ្លួននៅតម្លៃដ៏ខ្ពស់បំផុតដែលពួកគាត់ស័ក្តិសមនឹងទទួលបានទាំងនេះនាងខ្ញុំសូមផ្ញើជូនទៅក្រុមគ្រួសារជាម្ដាយជាភរិយាជាកូនរបស់បងវីរៈកងទ័ពដែលនៅជួរមុខជាចុងក្រោយនាងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្ដងទៀតចំពោះសហការដៃគូរបស់សមាគមសិល្បករខ្មែរមានផលិតកម្មបារមី Production ក៏ដូចជាសបាយតារានិងម្ចាស់ឧបត្ថម្ភទាំង3ដែលបានចូលរួមសហការធ្វើឲ្យព្រឹត្តិការណ៍ Rise របស់ខ្មែរទៅបានរលូននិងបានបញ្ចប់ដោយទទួលការកោតសរសើរនិងមោទនភាពគួរជាទីកត់សម្គាល់នឹងកើតឡើងបានយ៉ាងពិតប្រាកដទើបធ្វើឲ្យនៅថ្ងៃនេះពួកយើងមានឱកាសបានមកជួបនឹងពុកម៉ែបងប្អូននៅទីនេះផ្ទាល់ជាចុងបញ្ចប់
តាំងនាមឲ្យសមាគមសិល្បករខ្មែរក៏ដូចជាព្រឹត្តិការណ៍រាយស្ពកខ្មែរនាងខ្ញុំសូមគោរពជូនពរដល់អាដាមក៏ដូចជាពុកម៉ែបងប្អូនដែលមានវត្តមាននៅទីនេះសូមគោរពជូនពរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ពិសេសគឺបងវរៈកងទ័ពនៅជួរមុខនិងបងប្អូនជនភៀសសិតហើយក៏សូមគោរពជូនពរដល់ម្ចាស់សប្បុរសជនទាំងអស់ដែលកន្លងមកមានការទុកចិត្តនិងជឿជាក់ចូលរួមបរិច្ចាគទាំងថវិកាក្តីសម្ភារៈក្តីតាមរយៈសមាគមសិល្បករខ្មែរហើយនឹងខ្ញុំសូមបញ្ជាក់ថាគឺយើងខ្ញុំយកមកដល់ដៃជួយបងប្អូនជនភៀសសិតយ៉ាងពិតប្រាកដនិងសូមគោរពជូនពរចាផ្សព្វផ្សាយទៅការពរជ័យដល់ត្រចះត្រចង់ចាលើគ្រប់ភាគីជូនបងប្អូនទាំងអស់គ្នាចាសូមគោរពអរគុណ